តប៉ុននេះហាអ្នក single ចប់បដោយព្រោះឥឡូវនេះខាងចិនបានចេញជាមួយនឹង AI មនុស្សយន្តដើម្បីដាក់កំដរនៅផ្ទះម្នាក់មួយមកម្ដងពីព័ត៌មានថ្មីទាំង3តាក់ទងជាមួយនឹង AI ជំនួយពិភពលោកព័ត៌មានទី1គឺព័ត៌មាន AI មនុស្សយន្តចេញនៅចុងខែ6ឆ្នាំ2026ណានៅចាណាមានក្រុមហ៊ុនមួយឈ្មោះ UB Tech Robotics ជាក្រុមហ៊ុនផលិតមនុស្សយន្តអស់ហ្នឹងហើយគេទៅតែបើកបញ្ចាញជាមួយនឹងមនុស្សយន្ត version ថ្មីរបស់គេដូចនៅក្នុងវីដេអូនេះចាជាវីដេអូដែលយកមកពី event ក្រុមហ៊ុនហ្នឹងតាហើយមនុស្សយន្តគេមានទាំងស្រីមានទាំងប្រុសកម្ពស់1.68ដល់1.83ហើយស្បែកក្របមនុស្សយន្តហ្នឹងគឺធ្វើមកពីជ័រស៊ីលីកូនខ្ញុំទៅមើលការសម្ភាសហើយគេថាប៉ះទៅដូចស្បែកមនុស្សមែនតើអញ្ចឹងគាត់ទៅថាអត់មានកម្ដៅនិយាយទៅដូចប៉ះខ្មោចអញ្ចឹងចំណុចពិសេសគឺមនុស្សយន្តអស់ហ្នឹងអាចសន្ទនាជាមួយយើងបាននិយាយបែបលក្ខណៈថាមើលភ្នែកយើងមើលមុខយើងគាត់ទៅថាការឆ្លើយសន្ទនាមកវិញហ្នឹងនៅរៀងយឺតនៅឡើយព្រោះគេត្រូវ scan ពាក្យរបស់យើងសិនណាមិនដូចមនុស្សដែលយល់ភាសាមនុស្សហ្មងទេចំណុចដែលតាក់ទាញគឺពួកហ្នឹងចេះធ្វើមុខស្ដាប់ធ្វើផ្នែកឡើង sexy អីចឹងមនុស្សធម្មតាណាតែធ្វើចឹងហើយមកកន្លែងហ្នឹងខ្ញុំចាប់អារម្មណ៍ចៃនេះជាងគេព្រោះស្អាតដល់មកគេឡើងតួឯកមកហើយបើនិយាយពីតម្លៃវិញណាអត់ថោកទេមានតាមស្តង់ដារតាមប្រភេទរបស់គេទៀតតម្លៃចាប់ពី$17655ដល់$145,700ហើយតម្លៃដល់ថ្នាក់ហ្នឹងឯងក្រុមហ៊ុនគេនិយាយថានៅចុងខែ6នេះគេទទួលបានការកម្មង់សរុបចំនួន$13000ហើយបើគិតជាលុយវិញណាគឺ$221លានអាហ្នឹងខ្ញុំគន់ថាថោកបំផុតផងអាតម្លៃ$17000អូនិយាយតាចំនួន AI ចំនួនមនុស្សយន្តនេះពិតជាដើរខ្លាំងមែនតើយើងអត់លុយតែងតែគេមានលុយតែងខ្វះអីអ្នក single មកកណោអត់ព្រមយកមនុស្សទេយកមនុស្សយន្តវិញនិយាយទៅគឺសុកចិត្តចឹងព័ត៌មានទី2កើតឡើងនៅសហរដ្ឋអាមេរិកនៅបដូមខែ6ដូចគ្នាមានសាលាមួយនៅ San Diego បានចំណាយលុយចំនួន$500,000ដើម្បីតែងមនុស្សយន្តចំនួន2ដាក់ក្នុងសាលាដាក់មកធ្វើជាគ្រូបង្រៀនមនុស្សអីចឹងមនុស្សយន្តដែលគេតែងគឺរបៀបទៅឆាត GPT ទេគ្រាន់តែនៅក្នុងទម្រង់មនុស្សយន្តអីចឹងថាហ្នឹងគឺនៅក្នុងការតែសាកល្បងដើម្បីឲ្យដឹងថាមនុស្សយន្តមានសមត្ថភាពប៉ុណ្ណាក្នុងការបង្រៀនមនុស្សស្រួលគេចាប់ឲ្យត្រូវផ្នែកក្នុងវិស័យសិក្សានៅក្នុងថ្ងៃអនាគតនិយាយពីខាងសាលាពិតជារំភើបខ្លាំងមែនតើព្រោះខ្លួនឯងបានទៅមនុស្សយន្តមុនគេតែបើនិយាយពីមនុស្សវិញមានការអត់បាញ់ចិត្តទេលុយ$500,000អាចយកទៅធ្វើអីច្រើនខ្លាំងមែនតើមិនក៏ទៅចំណាយលុយដើម្បីតែងមនុស្សយន្តវិញហើយសម្រាប់ប្រាក់ខែប្រចាំឆ្នាំគ្រូបង្រៀននៅ San Diego គឺដូចនៅខាងលើនេះយើងវាយថា$80,000ក្នុងមួយឆ្នាំចុះ500,000ចែកជាមួយនឹង$80,000រួចថ្លៃគ្រូបង្រៀនចំនួន6នាក់ហើយប្រកាសអត់ថាមនុស្សយន្តទាំងពីរហ្នឹងមួយឆ្នាំក្រោយវាអត់ខូចព័ត៌មានទី3ក៏នៅអាមេរិកដូចគ្នាតាក់ទងជាមួយនឹងក្រុមហ៊ុន Ford វិញម្ដងដឹងស្រាប់ហើយក្រុមហ៊ុនសម័យឥឡូវគឺបញ្ចូល AI ច្រើនខ្លាំងមែនតើ Ford ក៏ដូចគ្នាបញ្ចូល AI ហើយក៏បញ្ឈប់មនុស្សឲ្យធ្វើការព្រោះប្រើ AI ចំណេញជាងហើយក៏មានល្បឿនលឿនជាងមនុស្សតែចៃដន្យអី AI នឹងពី error វាអត់ចេះផលិតគុណភាពឡានបានល្អិតល្អន់ដូចមនុស្សហើយដល់មកក្រុមហ៊ុនត្រូវបង្ខំចិត្តទៅជួលបុគ្គលិកជើងចាស់មកវិញចំនួន300នាក់សិតតែជាបុគ្គលិកដែលជំនាញណាមួយក៏ឲ្យអ្នកជំនាញជើងចាស់ទាំងអស់ហ្នឹងមកបង្រៀនអ្នកចំនួនថ្មីផងដែរបន្តពីស្ដាប់ហើយអ្នកទាំងអស់គ្នាចាអារម្មណ៍ព័ត៌មានមួយណាជាគេដែរកុំភ្លេច comment នៅខាងខ